Some group ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំទីតាំងផ្ទះមួយកន្លែងដែលស្ថិតនៅភូមិមុងបារាំងសង្កាត់ផ្អេក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបាទទីតាំងផ្ទះរបស់យើងនេះគឺស្អាតមែនទែនមានការតុបតែងមានការរៀបចំល្អមែនទែនពុកម៉ែបងប្អូនបាទសូមមានកន្លែងអង្គុយលេងមានដាំឈើត្រជាក់ល្អណាស់ពុកម៉ែបងប្អូនហើយទីតាំងរបស់គាត់នេះអាចរកស៊ីបានណាពុកម៉ែបងប្អូនដោយសារនៅខាងមុខនោះគាត់មានលក់កាហ្វេហើយនឹងយើងចេញពីនេះទៅបន្តិចណានៅខាងវិទ្យាស្ថាន Fry Hope ត្រឹមតែ100ម៉ែត្រទេពុកម៉ែបងប្អូនប្រហែលជា100ម៉ែត្រទេហើយខាងមុខនោះ Will and Tree ហើយគាត់លក់ហាងកាហ្វេនៅខាងមុខនឹងតែម្ដងហើយផ្លូវនេះរៀងខូចខាតបន្តិចគេរៀបនឹងធ្វើឲ្យណាពុកម៉ែបងប្អូនខាងរដ្ឋគេនឹងរៀបចំធ្វើឲ្យអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានតម្រូវការដីហើយនឹងផ្ទះដែលអាចរស់នៅរកស៊ីបានហើយផ្លូវនោះយើងឡើងទៅដល់សួនស៊ីម៉ាក់ណាពុកម៉ែបងប្អូនទីទៀតខ្ញុំបាទនឹងបង្ហាញទៅតាមបណ្ដោយផ្លូវនឹងតែម្ដងណាតោះពុកម៉ែបងប្អូនឥឡូវយើងចេញពីទីតាំងផ្ទះហ្នឹងទៅសួនថ្មីតែម្ដងដើម្បីបង្ហាញទីតាំងដល់ពុកម៉ែបងប្អូនណាយើងថតវីដេអូរៀលតែម្ដងនេះយើងទៅតាមបណ្ដោយផ្លូវនេះតែម្ដងយើងមកពីខាងផ្លូវប្រៃហូបបងប្អូនមិញចូលមកពីផ្លូវកន្លែងវារន្ត្រីកន្លែងគេលេងបាល់ហ្នឹងពុកម៉ែបងប្អូនហើយយើងចេញទៅប្រហែលជាមិនដល់100ម៉ែត្រទេដល់ផ្លូវធំតែម្ដងហើយយើងឡើងទៅឆ្វេងដៃបន្តិចដល់ផ្លូវសួនស៊ីម៉ាក់កន្លែងកំសាន្តខេត្តកំពង់ឆ្នាំងយើងតែម្ដងពុកម៉ែបងប្អូនដែលគាត់ស្គាល់ខាងសួនស៊ីម៉ាក់ឬអ្នកចិត្តឆ្ងាយគេគឺស្គាល់ហើយភាគច្រើនគេមកលេងខុនសឺតនៅនឹងដែរអញ្ចឹងណាបាទទៅលេងមកលេងថ្មីនេះទេពុកម៉ែបងប្អូននេះឥឡូវយើងមកដល់ផ្លូវបំបែកតែម្ដងណាពុកម៉ែបងប្អូនបើយើងឡើងទៅខាងស្ដាំដៃគឺយើងនឹងទៅដល់ខាងសូរិយោដីខេត្តកំពង់ឆ្នាំងមន្ទីរសូរិយោដីពុកម៉ែបងប្អូនបាទមកដល់ហើយយើងឃើញផ្លូវផ្ទះមួយធំស្អាតមែនទែននៅខាងមុខនេះហើយយើងឡើងទៅខាងនោះទៅសូរិយោដីណាពុកម៉ែបងប្អូនឥឡូវយើងឡើងទៅខាងស៊ីម៉ាក់វិញចុះណាពុកម៉ែបងប្អូនណាឥឡូវយើងទៅខាងស៊ីម៉ាក់បាទខាងមុខនោះឃើញក្រហមឈាមជ្រូកនោះគឺរបងខាងមន្ទីរស៊ីម៉ាក់ឲ្យពុកម៉ែបងប្អូនកន្លែងកម្ចាត់មីនណាពុកម៉ែបងប្អូនហើយផ្លូវខាងស្ដាំដៃយើងឡើងទៅខាងមន្ទីរទាហានហើយនៅខាងឆ្វេងដៃនេះយើងឡើងទៅខាងប្រែហូបដែរណាពុកម៉ែបងប្អូនផ្លូវឡើងទៅដល់ផ្ទះយើងដែរពួកបានដូចគ្នាណាពុកម៉ែបងប្អូនបាទអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានតម្រូវការដីនិងផ្ទះដែលចង់ទិញហើយរស់នៅបានអាចបង្កើតមុខរបរបានណាពុកម៉ែបងប្អូនហើយនេះយើងមានកន្លែងឃ្លាំងមានកន្លែងលក់រកស៊ីចិត្តនឹងផងដែរណាពុកម៉ែបងប្អូនឥឡូវនេះយើងមកដល់មន្ទីរស៊ីម៉ាក់ហើយដល់កន្លែងចាត់មីនខេត្តកំពង់ឆ្នាំងរបស់យើងតែម្ដងណាពុកម៉ែបងប្អូនបាទសូមអរគុណសូមគោរពលា